រលកលំនឹងនៃល្បិចដឹកនាំរបស់អំណាចសៀមបាទជំរាបសួរអស់លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះ Social Media ស្រាវជ្រាវនឹងលើកយកមកអត្ថាធិប្បាយបែបវិភាគពាក់ព័ន្ធនឹងជីវប្រវត្តិនៃសម័យកាលចក្រភពខ្មែរហើយក៏ផ្សារភ្ជាប់ជាមួយនឹងដំណើរវិវត្តរបស់ពុតាយក៏ដូចជាសៀមនេះវិវត្តនៅក្នុងដែនដីចក្រភពខ្មែរហើយនៃបច្ចុប្បន្នភាពខ្ញុំមិនរំលេចវែងនោះទេពាក់ព័ន្ធនឹងអតីតកាលគ្រាន់តែចង់បង្ហើបឲ្យប្រិយមិត្តអ្នកស្ដាប់ដឹងថាកម្ពុជានៃសម័យកាលចក្រភពខ្មែរក្នុងអំឡុងសតវត្សទី13-14គឺវិសាលភាពនៃដែនអធិបតេយ្យភាពរបស់ខ្មែរនេះគឺធំណាស់ព្រំប្រទល់ដែនជាប់រហូតដល់ម៉ាឡេស៊ីឯណោះហើយពពុះនៃអ្នកចូលរួមមកសុំជ្រកកោនគឺមានច្រើនអំបូរក៏ប៉ុន្តែមកដល់សម័យកាលបច្ចុប្បន្នយើងបានឃើញលេចធ្លោចំពោះភាគីសៀមដែលកំពុងតែប្រតិបត្តិការឈ្លានពានចូលដែនអធិបតេយ្យភាពរបស់កម្ពុជាត្រង់នេះខ្ញុំមិនវែងញែកច្រើនទេតែខ្ញុំចង់លើកបែបវិភាគជូនទៅដល់អស់លោកអ្នកស្ដាប់អំពីរបៀបនៃការគ្រប់គ្រងនិងដឹកនាំរបស់ក្រុមសៀមនេះដែលធ្វើឲ្យពិភពលោកមើលទៅហាក់បីដូចជាអស់សំណើចក៏ប៉ុន្តែភាពនឹងណក្រោមទឹករលករបស់ពួកគេគឺនៅតែបន្តអនុវត្តទទួលបានផ្លែផ្កាពីមួយចំនួនទៅមួយចំនួនហើយការលើកឡើងនេះហាក់បីដូចជាប្រឆាំងទៅលើការចុះនៃសារព័ត៌មានទាំងឡាយដែលអ្នកនាំសារផ្សេងៗរបស់កម្ពុជាស្រង់យកពីប្រភពនៃស្ថាប័នកាសែតសៀមតែសម្រាប់ Social Media ត្រូវតែបើកបង្ហាញនៅអ្វីដែលជាទស្សនៈផ្នត់គំនិតធ្វើការពិចារណានិងជាមូលដ្ឋានវិភាគបន្តដើម្បីជាចំណេះដឹងទូទៅគ្រប់មជ្ឈដ្ឋានដែលអ្នកបានស្ដាប់នៅអ្វីដែលជាការលើកឡើងនេះហើយយើងបន្តទៅកាន់ទ្រឹស្ដីសៀមដែលបានលើកឡើងថាអនុវត្តផែនការដើមអស់លោកអ្នកស្ដាប់ពិតជាដឹងហើយនៅក្នុងមូលដ្ឋាននៃការដឹកនាំរបស់រាជាសៀមគឺតែងតែមានភាពនឹងណហើយពុះពេញទៅដោយសក្តានុពលសម្រាប់នយោបាយនៅក្នុងស្រុកសៀមហើយពេលនេះយើងលើកយកនៅចំណុចមួយនៃទ្រឹស្ដីទាំង4នោះគឺសកម្មភាពដោយញញឹមរាក់ទាក់បង្កប់ដោយអត្ថន័យល្បិចកលជាទូទៅយើងបានដឹងនឹងឃើញទាំងអស់គ្នាដែលគេឲ្យតម្លៃថាភាសារបស់ក្រុមសៀមគឺទន់ភ្លន់ផ្អែមពីរោះពិសាគួរឲ្យចង់ស្ដាប់ណាស់នោះគឺជាភាសាដែលបានមកដោយធម្មជាតិបែបកើតចេញនៃធ្នាក់តាក់ទៅកាន់មជ្ឈដ្ឋានផ្សេងមួយបាត់ទៅហើយសុភាសិតខ្មែរយើងបានលើកឡើងថាស៊ូស្ដាប់អ្នកសំដីកាចសំដីលឺសំដីស្រួចសំដីស្រាវប្រសើរជាងស្ដាប់ពាក្យពេចន៍អ្នកផ្អែមល្ហែមទន់ភ្លន់ពោពេញទៅដោយភាពគ្រោះថ្នាក់ដែលมันអាចស្វែងយល់ដល់វាហាក់បីដូចជាមិនសូវខុសគ្នាប៉ុន្មានទេនៅពេលដែលយើងលើកយកនៅសកម្មភាពទី1ដែលជាការអនុវត្តរបស់ភាគីសៀមផ្អែមល្ហែមញញឹមរុះរាយរាក់ទាក់ជាធ្នាក់សម្រាប់តាក់អ្នកផងទាំងឡាយឲ្យដើរចូលទៅក្នុងមាគ៌ារបស់ខ្លួនទី2អំណាចរាជត្រូវបែងចែកជា2ងាយស្រួលគ្រប់គ្រងនៅត្រង់ចំណុចនេះយើងត្រូវតែមើលឲ្យបានទូលំទូលាយហើយជាអន្លើពីមួយអាណត្តិទៅមួយអាណត្តិរហូតដល់បច្ចុប្បន្នយើងបានដឹងយើងបានឃើញទាំងអស់គ្នាហើយថាសៀមមានតែ2ប៉ុណ្ណោះនៅក្នុងអធិពលគណៈបកនយោបាយមានច្រើនលើសពី2ក៏ប៉ុន្តែភាពខ្លាំងរបស់អ្នកនយោបាយគឺមានតែពណ៌លឿងនិងពណ៌ក្រហមប្រសិនបើពណ៌ក្រហមដឹកនាំមានសក្តានុពលប្រជាប្រិយភាពខ្លាំងពេកគ្របដណ្ដប់ទៅលើពលរដ្ឋសៀមប្រកបណាស់ចរន្តនៃពួកពណ៌លឿងនឹងងើបឡើងតវ៉ាក្រោមការចង្អុលបង្ហាញរបស់លំនាំដើមដែលខ្ញុំចង់លើកឡើងនោះមានន័យថា
អំណាចដើមគឺជាគ្រឹះរបស់វាំងបើទោះបីជាខាងពណ៌ណាមានឱកាសឈានទៅដឹកនាំប្រទេសក៏ដោយត្រូវតែដើរទៅតាមមាគ៌ានៃលំនាំដើមលំនឹងដើមអំណាចដើមដែលគេបានរៀបចំចងក្រងរួចជាស្រេចនៅក្នុងសេណារីយ៉ូផ្ទៃក្នុងដឹកនាំស្រុកសៀមត្រង់នេះបងប្អូនត្រូវពិចារណានិងស្រាវជ្រាវបន្ថែមទៀតដើម្បីឲ្យដឹងអំពីព្រឹត្តិការណ៍កន្លងមកនិងបច្ចុប្បន្នជាក់ស្ដែងយើងឃើញហើយថាមិនដល់2ឆ្នាំទេនាយករដ្ឋមន្ត្រីរបស់សៀមត្រូវបានផ្លាស់ប្ដូររហូតទៅដល់4រូបនេះសូមបញ្ជាក់ថាគ្រប់ការអនុវត្តដឹកនាំត្រូវតែគោរពទៅតាមផែនការដើមលំនាំដើមទី3ខ្ញុំចង់លើកឡើងអំពីថ្នាក់ដឹកនាំជាតិត្រូវតែចេះបត់បែនបន្លំភ្នែកអ្នកផ្សេងកុំឲ្យស្គាល់អំពីជំហរពិតរបស់សៀមដោយដែលបងប្អូនបានដឹងហើយការកន្លងទៅថ្មីនេះយើងឃើញហើយថានាយករដ្ឋមន្ត្រីសៀមដែលកំពុងតែចាំផ្ទះសពថ្ងៃនេះមានដំណើរការទាំងបែបមិនគួរធ្វើគួរត្រូវតែធ្វើដែរជាក់ស្ដែងយើងមើលនៅក្នុងកិច្ចប្រជុំព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាយើងដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកប្រធានអាស៊ានបដូវៀនដែលជានាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីចូលរួមក៏លោកនាយករដ្ឋមន្ត្រីចាំផ្ទះរបស់សៀមនេះហ៊ានលុកដៃទៅបដូរផ្លាករបស់ប្រទេសនីមួយក៏ដូចជាផ្លាស់ប្ដូរកៅអីដើម្បីឲ្យខ្លួនបានទៅជួបជិតប្រធានាធិបតីសហរដ្ឋអាមេរិកដែលវាមិនស័ក្តិសមជាទង្វើរបស់ថ្នាក់ដឹកនាំនៃប្រទេសនីមួយទាល់តែសោះក៏ប៉ុន្តែសម្រាប់សៀមសម្រាប់ជនជាតិមួយនេះគឺគេមិនបានយកនៅចំណុចដែលយើងយល់ថាអាម៉ាស់នេះដាក់នៅក្នុងការគិតធ្វើឲ្យគេអៀនខ្លួននោះទេមិនទេចំណុចនេះគឺមិនមានភាពស្គីប្រមាស់សម្រាប់គេទេអ្វីដែលជាការចង់បានជាការចង់អនុវត្តរបស់គេឲ្យតែមានឱកាសគឺគេត្រូវតែអនុវត្តនេះគឺជាចំណុចមួយបន្ថែមទៀតដែលយើងត្រូវស្វែងយល់ហើយសូម្បីតែនៅក្នុងកលៈទេសៈព្រឹត្តិការណ៍ដ៏ក្តៅកគុកដែលមានចំណាប់អារម្មណ៍ពីអន្តរជាតិយ៉ាងណាក៏ដោយពេលខ្លះសៀមអាចចេញមកសម្ដែងដូចយើងឃើញមួយបន្ថែមទៀតថាធ្វើជាផ្លិចរូតខោក៏មានដែរក្នុងនាមខ្លួនជាថ្នាក់ដឹកនាំចំណុចនេះយើងត្រូវតែដឹងថាដើម្បីអ្វីគឺដើម្បីទាញចំណាប់អារម្មណ៍សកលលោកឲ្យដឹងថាសៀមដូចជាមើលទៅមិនទំនងទាល់តែសោះនៅក្នុងការចោទប្រកាន់ពីអ្នកនៅក្បែរប្រទេសជុំវិញសៀមនិងកម្ពុជានោះថាសៀមបានឈ្លានពានកម្ពុជាសៀមបានបំពានមកលើកម្ពុជាពីព្រោះអាកប្បកិរិយានិងគោលចំហរបស់អ្នកដឹកនាំសៀមហាក់បីដូចជាមិនមានផែនការគម្រោងណាមួយគួរឲ្យព្រួយបារម្ភទាល់តែសោះនេះគឺជាចំណុចដែលសម្ដែងទៅកាន់មហាជនលើសកលលោកចំណុចទី4សូកម្ពុជាសូមលើកឡើងអំពីការគ្រប់គ្រងផែនការត្រូវធ្វើតាមអំណាចផ្ទៃក្នុងគ្រឹះវាំងត្រង់ហ្នឹងសូកម្ពុជាសូមបង្ហាញបន្ថែមថាជាក់ស្ដែងណាស់ពីព្រោះថារាល់អំណាចអ្នកដឹកនាំដែលកើតចេញពីការបោះឆ្នោតរបស់សៀមគឺមិនមានស្ថិរភាពទេនៅពេលដែលមិនដើរទៅតាមមាគ៌ារបស់រដ្ឋអំណាចយោធាដូច្នោះហើយបានជាយើងលើកឡើងថាប្រជាពលរដ្ឋសៀមគឺបែងចែកជា2នៃការគ្រប់គ្រងនិន្នាការនយោបាយមានក្រហមនិងលឿងនៅពេលដែលក្រហមដឹកនាំហាក់បីដូចជា
เครียดចេញឬក៏មិនសូវគោរពតាមផែនការគ្រឹះរបស់វាំងប្រកាសណាចូលណាក្រុមលឿងនឹងងើបឡើងតវ៉ាដើម្បីផ្ដល់ឱកាសឲ្យពួកយោធាអនុវត្តផែនការសឹកទៅគ្រប់គ្រងរាជរដ្ឋាភិបាលហើយត្រង់ចំណុចនេះយើងត្រូវតែដឹងថាបើទោះបីជាក្រមយោធាឈានទៅកាន់ការដឹកនាំប្រទេសយ៉ាងណាក៏ដោយមានន័យថាការរួបរวมរបស់សៀមនៃពលរដ្ឋគឺមិនរង្គើទេមានអ្នកណាដឹកនាំគោពលរដ្ឋសៀមអត់រង្គើដែរគឺមិនសូវជាមានបញ្ហាធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចឬក៏ការដឹកនាំប្រទេសរបស់សៀមទេពីព្រោះសៀមមានលំនឹងនៃការដឹកនាំខាងក្រោមរលកទាំង4នៃកលល្បិចនេះផែនការគឺមានរួចរាល់ជាស្រេចដូច្នោះតម្លៃនៃអ្នកដឹកនាំសៀមមិនសំខាន់ទេសំខាន់ថាអ្នកណាឡើងមកតើអាចអនុវត្តស្របទៅតាមគោលគ្រឹះនៃផែនការវាំងបានដែរឬទេណាបងប្អូននៅចំណុចនេះយើងត្រូវតែថ្លឹងថ្លែងនិងពិចារណាជាមូលដ្ឋានកលឹះវែកញែកបន្តឲ្យដឹងអំពីកលល្បិចអ្នកនៅជិតខាងយើងថាគេអនុវត្តផែនការដឹកនាំបែបម៉េចហើយហេតុអ្វីបានជាយើងមើលទៅឃើញថាដូចជាក្រុមមួយនេះមិនស្ដាប់ទៅលើការណែនាំរបស់មជ្ឈដ្ឋានអន្តរជាតិដែលជាប្រទេសមានឥទ្ធិពលនៅលើពិភពលោកពីព្រោះគេមិនបានចាត់ទុកប្រទេសដទៃណាខ្លាំងជាងប្រទេសគេទេក៏ប៉ុន្តែគេមិនបដិសេធរហូតដល់គេរងគ្រោះនោះដែរគេត្រូវតែតតាំងរហូតដល់មានសម្ពាធពិតប្រាកដទើបគេទទួលស្គាល់និងអាចសម្ដែងថាសូមអភ័យទោសឬក៏គេមិនដឹងថាខ្លួនគេធ្វើនេះខុសដូច្នេះសោះនេះគឺជាកលឹះដែលយើងត្រូវដឹងហើយក៏ជាផ្នែកមួយនៅក្នុងការអត្ថាធិប្បាយក៏ដូចជាវិភាគទៅដល់បងប្អូនដែលស្ដាប់ហើយនឹងគិតពិចារណាបន្តដើម្បីស្វែងរកមូលដ្ឋានការពារចំពោះមាតុភូមិរបស់យើងដើម្បីឲ្យគេចផុតពីការកេងចំណេញឬក៏រំលោភបំពានពីសំណាក់អ្នកជិតខាងទៅថ្ងៃខាងមុខនិងអនាគតផងដែរ